បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាវិញហើយបាទអញ្ចឹងដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងនៅក្នុងមេរៀនថ្មីរបស់យើងនេះគឺយើងចូលទៅដល់ការធ្វើលំហាត់ហើយបាទអញ្ចឹងទាក់ទងទៅនឹងលំហាត់នេះគឺយើងទី1យើងរៀននៃការបង្កើតតារាងបាទអញ្ចឹងទី1យើងនឹងចេះពីរបៀបនៃការបង្កើតតារាងបាទហើយនៅក្នុងតារាងនេះផងដែរគឺយើងយកជាប្រភេទកតាបផ្ដេកបាទអញ្ចឹងយើងធ្វើនៅក្នុងកតាបផ្ដេកអញ្ចឹងយើងចេះបង្កើតតារាងហើយទី1យើងចេះកំណត់ប្រភេទកតាបផ្ដេកកតាបប្រឈរនៅក្នុងកម្មវិធី Excel បាទអញ្ចឹងចំណុចបន្ទាប់ទៀតយើងនឹងមកចេះនៅរកនៅបន្ទុកសរុបដូចជាបន្ទុកសរុបមួយជំពាក់ចំណាត់ថ្នាក់ហើយនឹងនេះទេបាទអញ្ចឹងវីដេអូនេះប្រហែលជារៀងវែងតិចណាបាទអញ្ចឹងបើសិនជាអញ្ចឹងយើងចូលទៅអនុវត្តបងប្អូនគ្នាណាអូខេអញ្ចឹងនេះគឺជាលំហាត់គំរូរបស់ខ្ញុំទេដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបធ្វើនៅក្នុងវីដេអូនេះបាទអញ្ចឹងជំហានទី1យើងចូលមកបង្កើតกระดาษបង្កើត worksheet មួយសិនមកបាទយើង create new បាទខ្ញុំដាក់ជា2អញ្ចឹងសិនដោយសារខ្ញុំត្រូវបង្ហាញអ្នកនរគ្នាមើលកន្លែងហ្នឹងណាបាទអញ្ចឹងយើងមើលទូចបែបហ្នឹងសិនចាំតិចទៀតខ្ញុំដៃធំវិញអូខេអញ្ចឹងជំហានដំបូងដែលនៅក្នុងមេរៀននេះដែលយើងត្រូវធ្វើគឺយើងចូលទៅបង្កើតកតាកិច្ចការមួយសិនអញ្ចឹងដើម្បីបង្កើតបានយើងចូលមក page layout យើងយក margin ហើយយើងចូលមកយក custom margin បាទហើយកន្លែងនេះយើងបើសិនជាយើងចង់កំណត់អីយើងអាចកំណត់បានហើយយើងមើលមកកន្លែង top ហើយនឹងកន្លែង top នេះយើងអាចបន្ថយទៀតបានយើងអាចយកត្រឹម 0.5 នេះដូចគ្នាណាយើងអាចកំណត់បានដូចគ្នាបាទដល់ឡែកយើងមើលមកកន្លែងនេះសិននៅកន្លែង horizontally នេះបាទអញ្ចឹងកន្លែងនេះយើងត្រូវចុចគ្រីសផងណាដើម្បីឲ្យតារាងរបស់យើងវាមកកណ្ដាលបាទអញ្ចឹងកាលណាយើងអត់គ្រីសវាមកខាងហើយអញ្ចឹងយើងចុចមកគ្រីសកន្លែងហ្នឹងមកវាមកកណ្ដាលណាបាទហើយមួយទៀតកន្លែងមិញយើងយកមកជិះហើយចូលមក page យើងយកជាប្រភេទกระดาษផ្ដេកអញ្ចឹងกระดาษផ្ដេកយើងយក landscape មិញហ្នឹងវាជួបនៅ portrait បាទអញ្ចឹង portrait ហ្នឹងกระดาษប្រឈរអញ្ចឹងយើងអត់យកហ្នឹងយើងយក landscape វិញបាទហើយយើងចូល OK មកតោះជំហានបន្ទាប់យើងត្រូវធ្វើទៀតជំហានបន្ទាប់យើងបង្កើតតារាងសិនបាទអញ្ចឹងយើងយកពីលេខ1រហូតដល់លេខ8ណាតារាងរបស់យើងហើយជួរ date របស់យើងយកពី A រហូតដល់អក្សរ O បាទជួរឈររបស់យើងតោះហើយយើងចូលទៅបង្កើតអស់គ្នាអូខេអញ្ចឹងកន្លែងនេះយកដល់លេខ8យើងចុចម៉ៅរបស់យើងមានន័យថាយើងយក cursor របស់យើងនេះយើងចុចម៉ៅឆ្វេងជុំមកយើងទាញបែបហ្នឹងមកយើងយកត្រឹមលេខបានដល់យើងយកត្រឹមលេខ8មិញហើយយើងយកដល់អក្សរ O ណានេះបាទយើងទាញបែបហ្នឹងមកអូខេហើយដើម្បីដាក់តារាងបានយើងចូលមក home ហើយយកមកកន្លែងហើយយើងចូលមកកន្លែងនេះfont ចុចកន្លែងហ្នឹងមកយើងយក all border បាទយើងយក all border មកនេះអញ្ចឹងទោះបីយើងយក all border ហើយយើងអាចបង្កើតតារាងបានហើយអ្នកនរឃើញតារាងរបស់យើងចាំមើលពេលដែលខ្ញុំចុច print បាទពេលចុច print ទៅឃើញតារាងហ្នឹងឃើញទេអញ្ចឹងតារាងរបស់យើងយកបានប៉ុណ្ណឹងបាទអូខេយើងតទៀតអញ្ចឹងតារាងរបស់យើងយើងបរិចវាតិចមកទាក់ទងទៅនឹងព្រិចព្រមអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាចេះណាថាខ្ញុំបង្ហាញម្ដងហើយជំហានបន្ទាប់យើងចូលមកបដូរ font សិនយើងចង់ប្រើ font អីគេឧទាហរណ៍យើងប្រើ font ខ្មែរ OS សៀមរាបបាទប្រើ font ហ្នឹងទៅខ្មែរ OS សៀមរាបបាទអូខេបានប៉ុណ្ណឹងខ្ញុំសូមនិយាយកន្លែងហ្នឹងផងដែរអ្នកនរគ្នាធ្វើមិនក៏ដោយកុំឲ្យតារាងរបស់យើងនេះតារាងនេះកុំឲ្យវានៅក្រៅនេះដូចនេះអញ្ចឹងវានៅក្រៅនេះអញ្ចឹងហេតុអីបានខ្ញុំនិយាយថាកុំឲ្យធ្វើវានៅក្រៅបាទឧទាហរណ៍ថាកន្លែងនេះអញ្ចឹងខ្ញុំដាក់ពណ៌ឲ្យតារាងនេះមកជួរអញ្ចឹងអានេះខ្ញុំដាក់ឲ្យដាក់ពណ៌វាដែរខ្ញុំដាក់ពណ៌ក្រហមអញ្ចឹងកន្លែងហ្នឹងចាំមើលពេលដែលយើង print ទៅកន្លែងនេះអញ្ចឹងកន្លែងហ្នឹងពេលយើង print ទៅវាដាច់ហើយវាអត់ជួបនៅកតាតែមួយជាមួយគ្នាអញ្ចឹងកាលណាតែយើងធ្វើទៅវាហួសអាឡាញអញ្ចឹងវាដាច់នៅកន្លែងហ្នឹងពេលយើង print ណាបាទយើងចូល file មក print ទេមកនេះឃើញវាយកត្រឹមតែក្រហមឯងពលលឿនហ្នឹងវាដាច់បាត់ហើយវាអត់ដាច់ទេណាមានន័យថាវាទៅចូលនៅក្នុង page ថ្មីទំព័រថ្មីនេះនៅនេះបាទអញ្ចឹងបើសិនជាយើងធ្វើការងារហ្នឹងយើងចង់ធ្វើតាមកតាទេពេលយើង print ចេញមកវានៅជាមួយគ្នាក៏តែពេលយើងធ្វើហួសអាហ្នឹងទៅវាទៅជា page ថ្មីហើយបាទអញ្ចឹងយើងត្រូវមើលកន្លែងហ្នឹងដែរដោយឡែកខាងក្រោមដូចគ្នាដែរឃើញវាមាន line កាត់ត្រឹមហ្នឹងបាទអញ្ចឹងកាលណាយើងធ្វើហួសមកក្រោមនេះវាចូលទៅ page ថ្មីដូចគ្នាបាទអញ្ចឹងបើសិនយើងគិតថាយើងចង់បានពេលយើងធ្វើហើយយើងចង់ print តាមកតាហើយយើងអត់ចង់ឲ្យវាឆ្លង page ទេអញ្ចឹងយើងត្រូវមើលកន្លែងហ្នឹងផងដែរបាទតោះទោះពីបានប៉ុណ្ណឹងហើយយើងចេះស្រាយយើងទាញវាចូលនេះមកដោះពណ៌ចេញសិនណាបាទអូខេជំហានបន្ទាប់យើងចូលមកទៅសេអក្សរកន្លែងនេះសិនបាទអញ្ចឹងទាក់ទងកន្លែងអក្សរនេះមុននឹងយើងសរសេរយើងត្រូវប្រើមុខងារមួយសិនបាទអញ្ចឹងកន្លែងនេះដោយសារអ្នកនរគ្នាឃើញវាអត់មានតារាងទេហើយវាធំជាងគេទេកន្លែងហ្នឹងអញ្ចឹងដើម្បីលុបតារាងបែបហ្នឹងបានយើងអាចប្រើមុខងារមួយដែលគេហៅថា merge បាទអញ្ចឹងដើម្បី merge បានយើង select វាមកយើងចង់ merge ប៉ុណ្ណាឧទាហរណ៍ថាយើងចង់ merge ពីរឲ្យចូលគ្នាតែមួយយើង merge វាតែមួយក៏បានដែរប៉ុន្តែយើងត្រូវ select យើងចង់ merge វាប៉ុណ្ណា select យកប៉ុណ្ណឹងមកហើយនេះយើងមើលកន្លែងហ្នឹង merge and center បាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកឃើញបាត់ទេបាទអញ្ចឹងពេលយើង merge ទៅវាបាត់
តារាងរបស់យើងអញ្ចឹងកន្លែងហ្នឹងយើងអាចសរសេរអក្សរចូលបានបាទអូខេយើងសេបែបហ្នឹងមកហើយយើងអាចសេរីវាបានចង់វានៅលើនៅក្រោមអីយើងសេរីកន្លែងហ្នឹងមកឆ្វេងស្ដាំនៅកណ្ដាលអីបាទហើយយើងអាចបដូរ font បានដែរកន្លែងហ្នឹងចូលមកយក font ខ្មែរ F-Line បាទអូខេតទៀតកន្លែងនេះបើសិនជាយើងចង់ដាក់ពណ៌ឲ្យវាយើងអាចដាក់បានយើងចូលមកកន្លែងនេះមកបាទយើងអាចដាក់បានបែបហ្នឹងដូចគ្នានេះអូខេហ្នឹងគឺតង់ទៅនឹងការដាក់ពណ៌ហើយអក្សរបើសិនជាយើងចង់ដូរពណ៌អក្សរដូរបានយើង select លើវាបានចូលកន្លែងនេះ select font ពណ៌អីយើងដាក់ពណ៌ហ្នឹងមកបាទតទៀតកន្លែងនេះអធិស្ឋានអ្នកទាំងគ្នាកន្លែងនេះដោយសារអក្សរនេះខ្ញុំគិតថាអ្នកទាំងគ្នាប្រហែលជាចេះសរសេរអញ្ចឹងខ្ញុំសូម copy យកតែម្ដងណាបានកុំឲ្យវីដេអូរបស់យើងវែងពេកចាំមិនសិនជាអត់ទាន់កន្លែងណាអីអាចសួរបានកន្លែងហ្នឹងដោយសារខ្ញុំសូមកាន់តិចដើម្បីកុំឲ្យវីដេអូរបស់យើងវែងបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំសូម copy អក្សរចូលតែម្ដងបាទតោះកន្លែងនេះយើងអាចសេរីបានដោយសារកន្លែងលេខរៀងនេះយើងដាក់វាតូចបានហើយមិនបាច់ឲ្យវាធំពេកបាទអញ្ចឹងយើងអាចទាញដូចខ្ញុំអញ្ចឹងមកយក cursor នេះយកមកដាក់នៅលើអញ្ចឹងមកយើងទាញមកបាទទាញបែបហ្នឹងមកកន្លែងនេះដោយសារអក្សរនេះវាដាច់ហើយអញ្ចឹងយើងទាញតារាងរបស់យើងឲ្យវែងតិចមកអូខេយើងយកប៉ុណ្ណឹងតោះកន្លែងនេះគណិតវិទ្យាក៏វាដាច់ដែរអញ្ចឹងយើងទាញសេរីតិចមកហើយយើងបញ្ចូលកន្លែង page នេះយើងបញ្ចូលវាវិញបាទទៅដល់នឹងអក្សរបើសិនយើងចង់ដាក់វានៅកណ្ដាលនេះយើងចុចកន្លែងនេះហើយនេះដូចគ្នាបាទហើយកន្លែងនេះក៏យើងត្រូវសេរីវានៅកណ្ដាលដែរដោយសារវាទន់ស្អាតទេបាទសេរីតាមហ្នឹងមកselect លើវាទាំងអស់មកដើម្បីលឿនបាទអូខេតោះទៀតខ្ញុំសូមសេរីកន្លែងនេះឲ្យស្អាតសិនហើយបាទខ្ញុំធ្វើការគណនាអញ្ចឹងនៅក្នុងវីដេអូមេរៀននេះគឺយើងប្រើប្រាស់រូបមន្តដែរណាដើម្បីរកបន្ទុករបស់សិស្សនេះបាទអញ្ចឹងយើងមានការប្រើរូបមន្តដែរអញ្ចឹងអ្នកទាំងគ្នាពេលប្រើរូបមន្តនេះអាចកត់ចំណាំឬក៏ note ទុកផងណាដើម្បីកុំឲ្យយើងភ្លេចបាទអូខេខ្ញុំយកប៉ុណ្ណឹងហើយកន្លែងនេះយើងអាចលេងពណ៌បានទេបើសិនជាយើងចង់edit ចង់ដាក់ពណ៌អីយើងអាចដាក់បានចូលមកកន្លែងដូចគ្នាទេបាទស្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅអូខេដែរនេះសាក់ print សាក់មើលសិនណាចូល file យក print មកពេលយើង print ទៅបានប៉ុណ្ណឹងបាទហើយខាងក្រោមនេះយើងអាចadd item ទៀតក៏បានដែរតោះជំរាបបន្ទាប់ខ្ញុំសូមអ្នកទាំងគ្នាពីពីរបៀបនៃការរកបន្ទុកស្របនេះបាទអញ្ចឹងដើម្បីរកបន្ទុកស្របនឹងបានគេប្រើរូបមន្ត sum បាទអញ្ចឹង sum ហ្នឹងគេប្រើដើម្បីគណនារកចំនួនផលបូកបាទអញ្ចឹងពេលដែលយើងរកចំនួនផលបូកគឺយើងត្រូវប្រើរូបមន្តហ្នឹងណាបាទអញ្ចឹងយើងនឹងរកបន្ទុកស្របទាំងគ្នាអញ្ចឹងដើម្បីរកបន្ទុកស្របបានយើងដឹងហើយបាទយើងប្រើរូបមន្តនេះគេបាទអញ្ចឹងមុននឹងយើងដាក់រូបមន្ត sum ហ្នឹងយើងត្រូវដាក់សញ្ញាស្មើមួយសិនឃើញទេបាទអញ្ចឹងស្មើហើយយើងដាក់ sum sum ហើយយើងបើកវងកញ្ចក់មួយណាទៅដល់កន្លែងនេះយើងអាចដាក់អក្សរតូចបានធំក៏បានដែរបាទអញ្ចឹងយើងអាចធ្វើបានបែបហ្នឹងខ្ញុំសុំលុបចេញសិនខ្ញុំសុំទាញតារាងនេះវិញតិចអាចខ្ញុំទាញវាចូលវិញណាបាទស្មើ sum បើកវងកញ្ចក់មកអូខេបន្ទុកពីបានប៉ុណ្ណឹងហើយនេះឧទាហរណ៍ថាបន្ទុកតាមមុខវិជ្ជានីមួយៗហ្នឹងមានប្រមាណមុខវិជ្ជាឧទាហរណ៍ថាមានតាំងពីគណិតគីមីភាសាខ្មែររូបវត្តប្រវត្តិសិលធម៌ជីវៈនិងកុំព្យូទ័របាទអញ្ចឹងយើងត្រូវរកបន្ទុកអញ្ចឹងយើងត្រូវយកបន្ទុកទាំងអស់ហ្នឹងបូកចូលគ្នាបាទអញ្ចឹងដើម្បីបូកចូលគ្នាបានយើងប្រើរូបមន្តមួយហ្នឹងណាអូខេដល់អញ្ចឹងយើងយក cursor របស់យើងនេះមកដាក់នៅលើហ្នឹងមកហើយយើងចុចម៉ៅឆ្វេងឲ្យជាប់បាទន័យថាយើងចុចឲ្យជាប់ហើយកុំលេងម៉ៅចុចជាប់មកយើងអូសបែបហ្នឹងមកកំតែយើងអត់ទាន់ដកដៃវាមកទេយើងគ្រាន់តែចុចជាប់យើងទាញមកនេះមុខវិជ្ជារបស់យើងដល់ត្រឹមណាយើងទាញដល់ត្រឹមហ្នឹងមកឧទាហរណ៍ថាមុខវិជ្ជារបស់យើងដល់ត្រឹមនេះកំតែយើងទាញយកត្រឹមនេះឯងអញ្ចឹងកន្លែងហ្នឹងពេលដែលយើងគណនាទៅវាបាត់របស់គេមួយឯងអញ្ចឹងយើងត្រូវទាញឲ្យអស់តាមហ្នឹងបាទអូខេអញ្ចឹងអ្នកទាំងគ្នាមានឆ្ងល់ហើយហេតុអីកន្លែងនេះវាចេញអក្សរ D3 វិញ D3 វិញហេតុអីអ្នកគ្នាដឹងទេបាទអញ្ចឹងដោយសារនេះនៅតារាងរបស់យើងតារាងជួរចរបស់យើងនេះវានៅលេខរៀងទី3បាទឃើញយើងរួមមក1 2 3ដោយឡែកអក្សរ D ហ្នឹងវាបានវានៅតារាងជួរចរបស់នៅកន្លែងអក្សរ D បាទអញ្ចឹងវាចេញបែបហ្នឹងណាក៏ប៉ុន្តែកន្លែងហ្នឹងបើសិនជាយើងចូលកន្លែងមុខវិជ្ជាគណិតវិទ្យានេះវានៅកន្លែងអក្សរ C នេះអញ្ចឹងកន្លែងនេះវាច្បាស់ហើយវានឹងចេញអក្សរ C វាអត់ចេញអក្សរ D ទេបាទអញ្ចឹងពេលយើងធ្វើលំហាត់អនុវត្តអីយើងកុំមានចម្ងល់នៅកន្លែងហ្នឹងបាទអញ្ចឹងយើងត្រូវយល់នៅកន្លែងហ្នឹងដែរអូខេអញ្ចឹងមកទោះពីបានប៉ុណ្្នឹងហើយយើងបិទវងកញ្ចក់មកបាទយើងបិទវងកញ្ចក់មកហើយយើងចុច enter នៅលើ keyboard របស់យើងមាន key មួយ enter ហ្នឹងចុច enter មកបាទនេះឃើញហើយបន្ទុកស្របអញ្ចឹងបន្ទុកស្របរបស់សិស្សម្នាក់ហ្នឹងគាត់បានបន្ទុកស្រប158បន្ទុកបាទអញ្ចឹងយើងរកបន្ទុកស្របបានហើយអូខេអញ្ចឹងដោយឡែកនៅសិស្សខាងក្រោមនេះយើងអត់ទាន់រកទេអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងរកយើងវាយតាមរូបមន្តមកអញ្ចឹងណាម្ដងមួយវាយូរបាទអញ្ចឹងបើសិនជាសិស្ស1000នាក់ទៅ2000នាក់ទៅយើងវាយម្ដងមួយអញ្ចឹងវាយូរបាទអញ្ចឹង
គេមានវិធីសាស្ត្រធ្វើលឿនបាទធ្វើលឿនបានយើងទីមួយយើងធ្វើឲ្យចេញជាលទ្ធផលបានមួយបែបហ្នឹងមកហើយជំរាបបន្ទប់យើងយក cursor របស់យើងនេះមកដាក់នៅជ្រុងកន្លែងហ្នឹងមកនេះពេលយើងរកឃើញបន្ទុកស្រូបប៉ុណ្ណឹងហើយយើងយក cursor របស់យើងមកដាក់នៅកន្លែងហ្នឹងហើយយើងចុចមកឆ្វេងឲ្យជួបទាញមកក្រោមបាទអញ្ចឹងកន្លែងហ្នឹងឧទាហរណ៍ search របស់យើងsearch ដែលមានឈ្មោះចុងក្រោយរបស់គេហ្នឹងដល់លេខរៀងទីម៉ានដល់លេខរៀងទី10ឬក៏ទី11អញ្ចឹងយើងធ្វើទាញដល់ហ្នឹងដោយឡែកបើខ្ញុំនេះដល់ត្រឹមលេខ8ទេបាទអញ្ចឹងខ្ញុំទាញដល់លេខ8មកហើយខ្ញុំបលែងឃើញហើយនេះយើងធ្វើតែមួយយើងទាញបែបហ្នឹងមកវាគណនាឲ្យយើងស្រាប់ហើយបាទអញ្ចឹងកន្លែងហ្នឹងយើងប្រើវិធីសាស្ត្រហ្នឹងក៏លឿនដែរអូខេបាទបន្ទាប់ទៀតយើងត្រូវរកអីគេរកមធ្យមភាគបាទអ្នកនរគ្នាចេះរកមធ្យមភាគនៅក្នុង Excel បាទអញ្ចឹងដើម្បីរកមធ្យមភាគបានគេយកបន្ទុកស្រូបនេះទៅចែកនឹងចំនួនមុខវិជ្ជាបាទអញ្ចឹងមុខវិជ្ជារបស់យើងមានប្រមាណមុខវិជ្ជាយើងចែកទៅតាមហ្នឹងណាបាទអញ្ចឹងនេះតេតងទៅនឹងមធ្យមភាគយើងអាចប្រើវិធីសាស្ត្រហ្នឹងបានអូខេអញ្ចឹងយើងអនុវត្តអស់គ្នាខ្ញុំសូមរំលឹកអ្នកនរគ្នាដែរជាទៅនៅក្នុង Excel មុននឹងយើងប្រើរូបមន្ត A1 គឺយើងមិនអាចភ្លេចសញ្ញាស្មើបានទេបាទអញ្ចឹងយើងត្រូវដាក់សញ្ញាស្មើជាចាំបាច់អូខេអញ្ចឹងយើងដឹងថាដើម្បីរកមធ្យមភាគយើងយកបន្ទុកស្រូបទៅចែកនឹងចំនួនមុខវិជ្ជាណាបាទអញ្ចឹងបន្ទុកស្រូបរបស់យើងអ្នកសិស្សឈ្មោះលីណាហ្នឹងក៏បានបន្ទុកស្រូប58អញ្ចឹងយើងអត់វាយលេខ58ចូលណាយើងយកម៉ៅរបស់យើងដាក់សញ្ញាស្មើហើយមកចុចលើវាមួយមកបាទខ្ញុំចុចបែបហ្នឹងហើយបានចេញជា L3 វាមិនចេញជា K3 វិញបាទវាចេញ L3 នេះដោយសារបន្ទុកស្រូបរបស់យើងនៅកន្លែងអក្សរ L ណាបាទអញ្ចឹងវាចេញ L3 ហើយវានៅតារាងលេខរៀងទី3បាទអញ្ចឹងវាចេញ L3 ហើយអូខេកុំបាទតោះអញ្ចឹងយើងតទៀតយើងដាក់សញ្ញាចែកមកចែកនឹងមែនអានឹងអាស្រ័យលើមុខវិជ្ជារបស់យើងណាដោយសារនេះខ្ញុំដាក់ដូចជាខ្វះមុខវិជ្ជាមួយចំនួនដែរបាទដូចជាខ្វះអង់គ្លេសបាទខ្ញុំអត់បានដាក់អញ្ចឹងបើសិនជាយើងមានមុខវិជ្ជាប៉ុណ្ណាយើងចែកនឹងប៉ុណ្ណឹងណាអូខេអញ្ចឹងនៅក្នុងនេះវាមានមុខវិជ្ជាចំនួន1 2 3 4 5 6 7 8បាទអញ្ចឹងយើងចែកនឹងចំនួន8បាទយើងដាក់លេខ8មកហើយយើងចុច enter អូខេអញ្ចឹងនេះគឺជាចំណាត់ថ្នាក់ជាស្រ័យនេះគឺជាមធ្យមភាគបាទអញ្ចឹងបន្ទាប់ពីយើងរកមធ្យមភាគសិស្សនឹងបានប៉ុណ្ណឹងហើយយើងទាញវាដូចគ្នាមកយើងយក cursor របស់យើងមកដាក់នៅកន្លែងនេះមកឲ្យចេញសញ្ញាបូកពណ៌ខ្មៅហ្នឹងយើងទាញមកបាទអូខេអញ្ចឹងយើងបានប៉ុណ្ណឹងយើងព្រួមានតូចវិញមកតោះជំនាញបន្ទាប់យើងរកចំណាត់ថ្នាក់បាទអញ្ចឹងដើម្បីរកចំណាត់ថ្នាក់បានគេប្រើរូបមន្តមួយដោយឈ្មោះថា rank បាទយើងដាក់សញ្ញាស្មើមក RANK បាទអញ្ចឹងកាលណាយើងរកចំណាត់ថ្នាក់គឺយើងត្រូវប្រើរូបមន្តមួយហ្នឹងណាបាទអញ្ចឹងរូបមន្ត rank នេះយើងប្រើសម្រាប់រកចំណាត់ថ្នាក់របស់សិស្សអូខេតោះឥឡូវយើងអនុវត្តទាំងគ្នាជំនាញដំបូងដូចខ្ញុំនិយាយចឹងយើងត្រូវដាក់សញ្ញាស្មើហើយយើងវាយពាក្យ rank មកបាទ rank ហើយយើងបើកវងកញ្ចក់យើងចុចនៅកន្លែងនេះយើងចុចនៅកន្លែងមធ្យមភាគមួយមកបាទយើងបានប៉ុណ្ណឹងវាចេញ M3 នេះដោយសារយើងនៅកន្លែងអក្សរ M មកជួរទី3បាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងក្បៀសមួយមកកុំភ្លេចក្បៀសណាកន្លែងហ្នឹងយើងក្បៀសមួយមកក្បៀសហ្នឹងនៅលើ keyboard របស់យើងចុច key ហ្នឹងមួយមកបន្ទាប់មកទៀតយើងយក cursor របស់យើងនេះមកដាក់លើនេះមកក៏តែយើងអត់ទាន់ចុចណាយើងគួរយកដាក់សិនមកបាទបន្ទាប់ពីយើងដាក់ហើយយើងចុចមកឆ្វេងឲ្យជាប់ចុចមកឆ្វេងឲ្យជាប់យើងទាញមកក្រោមបាទយើងមានដល់ត្រឹមហ្នឹងទាញដល់ត្រឹមហ្នឹងណាអូខេឥឡូវខ្ញុំមានត្រឹមនេះខ្ញុំយកត្រឹមហ្នឹងបាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងបញ្ចូលតម្លៃដែលខាតវាសិនយើងដាក់សញ្ញាដុល្លារណានេះយើងចុចបែបហ្នឹងណាបញ្ចូលដូចខ្ញុំហ្នឹងអញ្ចឹងហេតុអីបានជាយើងធ្វើបញ្ចូលហ្នឹងកាលណាតែយើងអត់បញ្ចូលហ្នឹងទេពេលដែលយើងគណនារកចំណាត់ថ្នាក់ទៅអាចនឹងមានស្ទួនគ្នាអញ្ចឹងណាដល់ថាមធ្យមភាគរបស់សិស្សខុសគ្នាប៉ុន្តែពេលចេញចំណាត់ថ្នាក់មកចំណាត់ថ្នាក់លេខមួយដូចគ្នាបាទអញ្ចឹងអាហ្នឹងគេថាវាស្ទួនបាទអញ្ចឹងយើងត្រូវប្រើសញ្ញាដុល្លារហ្នឹងដើម្បីដាក់តម្លៃដែលខាត់វាអូខេយើងចុចយើងបិទវងកញ្ចក់មកហើយយើងចុច enter វិញអូខេអញ្ចឹងយើងបានប៉ុណ្ណឹងសិស្សឈ្មោះលីណាហ្នឹងក៏បានចំណាត់ថ្នាក់លេខ6បាទហើយខាងនេះយើងសេរីវានៅកណ្ដាលមកអូខេយើងបានប៉ុណ្ណឹងហើយយើងទាញមកណាបាទបានប៉ុណ្ណឹងនេះសិស្សឈ្មោះបញ្ញាហ្នឹងគាត់បានចំណាត់ថ្នាក់លេខ1បាទអញ្ចឹងបន្ទាប់ពីយើងរកចំណាត់ថ្នាក់ហើយជំរាបបន្ទាប់គឺយើងចូលដល់និទេសបាទអញ្ចឹងដើម្បីរកនិទេសបានយើងប្រើរូបមន្ត if នេះរូបមន្តហ្នឹងបាទរូបមន្តហ្នឹងគឺយើងប្រើសម្រាប់រកនិទេសអូខេអញ្ចឹងដោយសារកន្លែងហ្នឹងវារៀងវែងតិចហើយនេះរូបមន្តទាំងអស់ហ្នឹងជឿទៅយើងប្រើតែ if មួយទេប៉ុន្តែយើងត្រូវចងវាដើម្បីឲ្យវាគណនាមកឲ្យត្រូវតាមអ្វីដែលយើងចង់បានណាបាទអញ្ចឹងកន្លែងនេះអ្នកនរគ្នាមានឆ្ងល់ហើយហេតុអីបានជាកន្លែងនេះវាចេញ M3 បានមកពីណាបាទ M3 ហ្នឹងនេះដោយសារយើងយកនិទេសហ្នឹងយើងយកពីមជ្ឈមភាគបាទអញ្ចឹង M3 ហ្នឹងនេះវាបានមកពីកន្លែងហ្នឹងដោយសារវានៅកន្លែងអក្សរ M ហើយនៅជួរទី3បាទអញ្ចឹងវាចេញ M3 អញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងដែរដោយសារខ្ញុំកំណត់យកបន្ទុករបស់សិស្សដែលបានបន្ទុកមជ្ឈមភាគរបស់យើងហ្នឹងចាប់ពី40ឡើងគឺខ្ញុំឲ្យគាត់បាននិទេស A បាទអញ្ចឹងនិទេស A ហ្នឹងយើងអាចកំណត់ឲ្យគាត់ជាខ្មែរបើសិនជាខ្មែរយើងអាចដាក់គាត់ល្អណាស់មក B ល្អជាស្រ័យ A ល្អប្រសើរ
B ល្អមកបាទហើយ C ល្អបង្គួរអញ្ចឹងទៅតាមហ្នឹងណាបាទអញ្ចឹងកន្លែងហ្នឹងយើងអាចកំណត់ជាខ្មែរក៏បានដែរប៉ុន្តែនេះខ្ញុំដាក់ជានីតិ A B C វិញអូខេអញ្ចឹងកន្លែងហ្នឹងយើងដូចគ្នាទេបន្ទាប់ពីយើងបាន M3 ហ្នឹងហើយយើងដាក់40បាទអញ្ចឹងសិស្សដែលបានបន្ទុកមជ្ឈមភាគនេះចាប់ពី40ឡើងគឺគាត់នឹងបាននីតិ A ហើយបាទអញ្ចឹងបន្ទុកចាប់ពី40ឡើងនឹងបាននីតិ A ដោយឡែកទី2សម្រាប់សិស្សដែលគាត់បានបន្ទុកចន្លោះពី39បាទ39.1ឬក៏39ឡើងហ្នឹងរហូតដល់41ចេះស្អីពី39រហូតដល់ម៉ានបាទដល់សារ A របស់យើងយក40អញ្ចឹងសិស្សដែលបានបន្ទុកចាប់ពី39ឡើងរហូតដល់40ហ្នឹងគាត់បានលេខនេះទេ B ណាបាទនេះឃើញទេបាទអញ្ចឹងកន្លែងនេះបើសិនយើងអត់ចង់ដាក់39ទេយើងអាចដាក់38បានដែរកន្លែងហ្នឹងសាច់ទៅលើយើងកំណត់ទេបាទអញ្ចឹងទី3សិស្សដែលគាត់បានមជ្ឈមភាគចាប់ពី35គាត់នឹងបាននេះទេ C បាទអញ្ចឹង35រហូតដល់37គាត់បាននេះទេ C គាត់ទទួលបាននេះទេ C អញ្ចឹងបាទដោយឡែកទី4សិស្សដែលគាត់បានមជ្ឈមភាគចាប់ពី33រហូតដល់34គាត់ទទួលបាននេះទេ D ហើយកន្លែងនេះសិស្សដែលបានមជ្ឈមភាគចាប់ពី25រហូតដល់32គាត់បាននេះទេ E បាទអញ្ចឹងសិស្សដែលទទួលបានមជ្ឈមភាគក្រោម25គាត់នឹងធ្លាក់ហើយបាទអញ្ចឹងមជ្ឈមភាគសិស្សណាខ្លះដែលគាត់បានក្រោម25អញ្ចឹងគាត់នឹងធ្លាក់ហើយដូចជាកន្លែងនេះអញ្ចឹង19ក៏ធ្លាក់ណាបាទហើយកន្លែងនេះក៏ធ្លាក់ដែរដោយសារគាត់ដល់25ហើយបាទអញ្ចឹងចាប់ពី25ឡើងគាត់បាន E ហើយចាប់ពី25ចុះក្រោមគាត់នឹងធ្លាក់នេះយើងដាក់តម្លៃនៃខាងនៅកន្លែងហ្នឹងបាទតោះឥឡូវយើងទៅអនុវត្តអស់គ្នាយើងចូលមកកន្លែងហ្នឹងមកយើងដឹងហើយតែយើងដាក់សញ្ញាស្មើហើយយើងបើកយើងដាក់ if យើងបើកវងកញ្ចក់មកបាទហើយយើងចុចលើកន្លែងមជ្ឈមភាគនេះមួយមកយើងដាក់សញ្ញាធំជាងឬស្មើបាទធំជាងឬស្មើយើងចង់យកពីប្រហែលហ្នឹង40បាទ40អូខេអញ្ចឹងឲ្យដាក់ធំ41បានដែរយកធំ41បានដែរអញ្ចឹងសិស្សដែលបានមជ្ឈមភាគចាប់ពី41ឡើងគាត់ទទួលបាននីតិ A បាទចុងទូពីបានប៉ុណ្ណឹងយើងក្បៀសមួយមកហើយយើងបើកសញ្ញាមីដលយើងដាក់គេ A បាទយើងដាក់អក្សរ A មកហើយក្បៀសមួយហើយយើងចេះស្អីហើយយើងបិទសញ្ញាមីដលវិញមកហើយយើងក្បៀសមួយទៀតយើងវាយ if ដដែល if ហ្នឹងយើងវាយតូចក៏បានធំក៏បានដែរបាទ if ហើយយើងបើកវងកញ្ចក់មកយើងចុចនៅកន្លែងនេះមួយទៀតឬក៏យើងវាយ M3 ចូលបានដែរយើងចុចលើវាមួយមកហើយយើងដាក់សញ្ញាធំជាងឬស្មើយើងយកចាប់ពីសិស្សដែលបានមកជុំភាគចាប់ពី38ឲ្យគាត់បាននេះទេ B បាទយ៉ាងកន្លែងហ្នឹងយើងក្បៀសមួយហើយយើងបើកសញ្ញាមីដលមកយើងដាក់ B បាទចុចយើងបិទវិញតែពិតទៅកន្លែងហ្នឹងដែរទេសិនតែយើងយល់ពីកន្លែងហ្នឹងតែមួយយើងអាចធ្វើបានហើយបាទតោះទៀតយើងក្បៀសមួយហើយយើងដាក់ if បើកវងកញ្ចក់យើងដាក់ M3 បាទ M3 អូខេហើយយើងដាក់សញ្ញាធំជាងឬស្មើសិស្សដែលបានជុំភាគចាប់ពីប្រហែលហ្នឹង35បាទអញ្ចឹង35តែលេខ35មកយើងក្បៀសមួយហើយយើងបើកសញ្ញាមីដលយើងដាក់ C បាទយើងបិទវិញមកអូខេតទៀតយើងដាក់ if យើងបើកវងកញ្ចក់មក M3 យើងដាក់សញ្ញាធំជាងឬស្មើដដែលកន្លែងហ្នឹងយើងយកបន្ទុកចាប់ពីមែនសិតទៅលើយើងកំណត់កន្លែងហ្នឹងបាទអញ្ចឹងសិស្សដែលបានមជ្ឈមភាគចាប់ពី33ឡើងយើងឲ្យគាត់បាននីតិ D បាទអញ្ចឹងយើងអាចយកចាប់ពី30ក៏បានដែរជាស្រ័យ30ហើយយើងក្បៀសមួយមកយើងបើកសញ្ញាមីដលយើងដាក់ D បាទ D មកយើងបិទវិញអូខេយើងក្បៀសមួយទៀតហើយយើងដាក់ if បាទហើយយើងដាក់ M3 មកកន្លែងហ្នឹងបើសិនជាយើងចង់ដូរបើសិនជាមជ្ឈមភាគរបស់យើងនៅកន្លែងអក្សរ L នេះអញ្ចឹងយើងត្រូវដូរពី M3 ហ្នឹងមកដាក់ L3 វិញណាបាទយើងកន្លែងហ្នឹងយើងត្រូវដូរទៅតាមហ្នឹងដែរតទៀតយើងដាក់ធំជាងឬស្មើយើងកន្លែងហ្នឹងយើងដល់ E អញ្ចឹង E ហ្នឹងមានន័យថាសិស្សដែលបានចាប់ពីមជ្ឈមភាគចាប់ពី25ឡើងរហូតដល់29គឺគាត់ទទួលបាននីតិ E បាទអញ្ចឹងយើងដាក់លេខ25មកបាទក្បៀសមួយបើកសញ្ញាមីដលយើងដាក់ E បាទហើយយើងក្បៀសមួយមកដោយឡែកនៅកន្លែងនេះយើងអត់ប្រើ if ទៀតទេយើងដាក់តម្លៃនៃខាតវាតែម្ដងណាអញ្ចឹងសិស្សដែលបានមជ្ឈមភាគក្រោម25គឺយើងដាក់គាត់ធ្លាក់តែម្ដងបាទគឺ F យើងបើកសញ្ញាមីដលមកដាក់ F ហើយបិទវិញមកបាទអញ្ចឹងត្រូវដាក់បែបហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងកំណត់អីទេដោយសារនេះយើងកំណត់បន្ទុកខុសគ្នាបន្តិចប៉ុន្តែវាកណនេះមកឃើញដូចគ្នាបាទសាច់ទៅលើយើងកំណត់ទេដោយឡែកកន្លែងនេះយើងត្រូវបិទវងកញ្ចក់ឧទាហរណ៍ថាយើងបើកវងកញ្ចក់ហ្នឹងយើងបើកប្រហែលពេលយើងបិទត្រូវបិទប៉ុណ្ណឹងវិញណាបើយើងដាក់អត់គ្រប់វាអត់ត្រូវវាអត់កណនេះយើងបាទអញ្ចឹងយើងរាប់មកវងកញ្ចក់របស់យើងមាន1 2អានេះ3ហើយ4 5បាទអញ្ចឹងត្រូវបិទ5វិញអូខេ1 2 3 4 5បាទអញ្ចឹងទៅពីបិទ5យើងបើក5ទៅបិទ5វិញចុច enter មកអូខេអញ្ចឹងនេះសិស្សនេះគាត់ធ្លាក់ដោយសារគាត់បានមជ្ឈមភាគធម្មតា19ហើយបាទអញ្ចឹងយើងកំណត់ឲ្យមិញសិស្សដែលបានក្រោម25គឺឲ្យគាត់ធ្លាក់បាទអញ្ចឹងនេះ
ប្រហែលជុំភាគតែ19នេះអញ្ចឹងក៏ធ្លាយហើយបាទចឹងកន្លែងនេះយើងមកចាំធ្វើឡើងវិញយើងគ្រាន់តែទាញដូចមុនមកទាញនឹងមកឃើញទេបាទវាឲ្យដូចគ្នាបាទអញ្ចឹងដោយសារកន្លែងនេះវាហួសតារាងរបស់យើងហើយអញ្ចឹងយើងត្រូវទាញវាចូលមកនឹងវិញទាញនឹងមកបាទអញ្ចឹងទាក់ទងទៅនឹងលំហាត់នៃការគណនាបន្ទុកនឹងរកចំណាត់ថ្នាក់របស់សិស្សហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងទាន់ហើយបើមានចម្ងល់កន្លែងណាមួយអាចសួរបានបាទហើយវីដេអូក្រោយខ្ញុំនឹងបន្តនៅការរកចំនួនសិស្សជាប់សិស្សធ្លាក់អញ្ចឹងណាបាទហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបធ្វើបែបហ្នឹងហើយវីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងសិនហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយបាទអរគុណច្រើន